មនុស្សទាំងអស់ក្នុងលោកនេះគ្មានអ្នកណាប្រសើរជាងអ្នកណាទេមកទៅទេទៅវិញក៏ទៅទេមានតែបុណ្យបាបជានិស័យអាស្រ័យកម្មល្អនិងកម្មអាក្រក់ប៉ុណ្ណោះបើជួបគ្នាហើយកុំឡើយចងពៀឈ្នានេះគ្នាកុំលៀបពណ៌គ្នាអីកុំបាច់លៀបមុខដាក់គ្នាព្រោះវាមិនមែនជាទង្វើល្អឡើយបើជួបគ្នាហើយក៏ធ្វើសេចក្តីល្អដាក់គ្នាទៅជីវិតនេះដែលពោពេញទៅដោយសេចក្តីសុខគឺមិនបាច់ត្រូវទៅប្រគល់ប្រជែងចង់ឈ្នះចង់ចាញ់ជាមួយនឹងអ្នកណាឡើយយើងត្រូវធ្វើរឿងគ្រប់យ៉ាងដែលត្រឹមត្រូវយើងនឹងសប្បាយចិត្តបើនរណាគិតយ៉ាងម៉េចក៏គិតទៅក៏មិនចាំបាច់ខ្វាយខ្វល់នៅពាក្យដែលគេនិយាយនោះឡើយជីវិតនេះខ្លីណាស់អ្នកចូលរស់នៅកុំប្រមាថកុំធ្វេសស្មារតីព្រោះយើងមិនដឹងថាខ្លួនយើងមានជីវិតអាចរស់យូរប៉ុណ្ណាទេដូច្នេះមានតែការខំកសាងមេត្តាចិត្តស្រឡាញ់ចិត្តអាណិតចិត្តសន្តោសគឺជាចិត្តប្រកបដោយភាពល្អបើចិត្តអ្នកល្អហើយអ្នកធ្វើអ្វីក៏ល្អដែរព្រោះអ្នកមានគ្រាប់ពូជល្អដុះនៅក្នុងចិត្តហើយបើពិភពលោកនេះចង្អៀតយើងបើកចិត្តឲ្យធំទូលាយពិភពលោកនេះនឹងធំទូលាយបើពិភពលោកនេះចង្អៀតយើងបើកចិត្តឲ្យធំទូលាយនោះពិភពលោកនេះនឹងធំទូលាយដោយបុរាណសុភាសិតថាចង្អៀតអ្វីចោះកុំឲ្យតែចង្អៀតចិត្តកុំបង្កាត់ភ្លើងកំហឹងរបស់អ្នកនៅក្នុងចិត្តច្រើនពេកអីព្រោះវាមិនមែននាំផលល្អសម្រាប់យើងឡើយកំហឹងធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយជ្រុលជ្រោះនាំឲ្យខូចខាតប្រយោជន៍ជាបឋជនតែងខុសខ្លះជាធម្មតាទៅហើយតែបើខុសហើយកុំខុសរហូតត្រូវចេះទទួលកំហុសចេះកែខ្លួនមកវិញកុំដេកស្ដាយអីងើបឡើងរួចបន្តដំណើរទៅមុខទៀតអ្នកចេះកែប្រែកំហុសព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាអាចคล้ายជាបណ្ឌិតខ្លះតែបើខុសហើយមិនអាចកែប្រែកំហុសរបស់ខ្លួនបាននោះជាបុគ្គលពីលសុទ្ធសាធមិនថាអ្នកជាមនុស្សប្រភេទណាទេអ្នកណាក៏ដោយធ្វើជាមនុស្សបើគ្មានសុជីវធម៌ក្នុងខ្លួនទេទោះបីរៀនដល់ខ្ល้ายជាបណ្ឌិតអនុបណ្ឌិតក៏គ្មានអ្នកណាគេគោរពគេឲ្យតម្លៃដែរប្រព័ន្ធអប់រំផ្លូវការនឹងជួយឲ្យអ្នកចេះចិញ្ចឹមជីវិតប៉ុន្តែការអប់រំផ្ទាល់ខ្លួននឹងជួយឲ្យអ្នកមានបានចង់ឈ្នះបញ្ហាត្រូវចេះរក្សាឲ្យស្ងប់ទម្លាយគិតរឿងល្អនិងរឿងវិជ្ជមានទើបមានសេចក្តីសុខចម្រើនដាំស្រូវមនុស្សទាំងអស់ក្នុង